មួយមកអត់អីទេឃើញទេបងប្អូននេះដំណើរព្រាយចាប់កន្លែងនេះហើយចាប់កាច់គាត់មកអូយអូខេសុំទោសធ្ងន់មៀតគាត់ធ្ងន់ពេកស្នៀតនេះនឹងធ្វើយឺតបងប្អូនបើធ្វើលឿនជាងនឹងទៀតផាំងអោកជង្គង់ទៅលើផឹងណាបងប្អូនណាកែងមួយឃើញទេបងប្អូនឃើញទេអានេះយើងត្រូវរងមិនលោកគ្រូបាទពេលដែលគេបុកកែងអញ្ចឹងគឺយើងអាចរងអញ្ចឹងបានតែដូចខ្ញុំប្រាប់អញ្ចឹងបច្ចេកកែងគេមកកែងត្រូវហើយបាទហ្នឹងហើយផុតហើយណាចាឃើញទេចេះទៅបាទអញ្ចឹងយើងទុកចេះវិញយើងផ្សោបចេះវិញដើម្បីកុំឲ្យគេឡើងមុខយល់ទេបងប្អូនទាំងអស់គ្នាឥឡូវរាទីមីសិនបានមកដល់ទឹកដីនៃខេត្តកំពង់ឆ្នាំងទៀតហើយបេសកកម្មយើងគឺរកចាស់ព្រឹទ្ធាចារ្យដូចក៏ដូចជាលោកគ្រូអ្នកគ្រូតាក់ទងជាមួយក្បាច់គុនបុរាណខ្មែរឥឡូវយើងបានជួបហើយជាមួយលោកគ្រូក្មេងម្នាក់អញ្ចឹងដើម្បីចង់ដឹងឲ្យច្បាស់ចាំទៅជួបគាត់ទាំងអស់គ្នាតែខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនមើលខាងក្រោយខ្ញុំគឺបរិស្ថានតាក់ទងជាមួយនឹងដើមឈើធំខ្លាំងមែនទែនហើយនៅក្នុងនេះគឺទីអារាមវត្តតួខ្សាច់ហើយនៅនេះគឺព្រះអង្គបានរៀបចំស្អាតខ្លាំងមែនទែនសូម្បីតែសម្រាប់មួយក៏អត់ឃើញដែរប៉ុន្តែឥឡូវខ្ញុំនឹងបញ្ជាក់នៅtrongវីដេអូវិញដើម្បីកុំឲ្យខាត់ពេលយូរទៅជួបជាមួយលោកគ្រូក្មេងជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរលោកគ្រូបាទជំរាបសួរចាលោកគ្រូមានឈ្មោះអីដែរខ្ញុំមានឈ្មោះនួនសវណ្ណាបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមានឈ្មោះនួនសវណ្ណាឈ្មោះនៅក្នុងពិភពក្បាច់គុនគេហៅថាសំរែកបងប្អូនសំរែកបាទលោកគ្រូហាត់ក្បាច់គុនប៉ុន្មានឆ្នាំហើយហាត់តាំងពីឆ្នាំ2009ប៉ុន្តែឥឡូវលោកគ្រូមានអាយុប៉ុន្មានអី36ឆ្នាំ36ឆ្នាំអញ្ចឹងមកថា7-20ឆ្នាំបងប្អូនវ៉ាវអស្ចារ្យខ្លាំងមែនតើអញ្ចឹងលោកគ្រូថ្ងៃនេះលោកគ្រូមានក្បាច់អីដើម្បីបញ្ចេញទៅដល់បងពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានស្នៀតកែងដើម្បីចោលបង្ហាញស្នៀតកែងបាទស្នៀតកែងអូខេឥឡូវកុំឲ្យខាត់ពេលយូរលោកគ្រូបញ្ចេញហ្មងប៉ុន្តែឥឡូវខ្ញុំសូមដោះស្បែកជើងតិចសិនបាទបងប្អូនឥឡូវលោកគ្រូសមណ្ណាគាត់នឹងបង្ហាញពីស្នៀតកែងនៃក្បាច់គុនបុរាណខ្មែរយើងអញ្ចឹងណាអញ្ចឹងលោកគ្រូយកខ្ញុំជា stand ហ្មងបាទយកជា stand ក៏បានខ្ញុំបញ្ចេញម្នាក់ឯងក៏បានដែរអញ្ចឹងអូខេប៉ុន្តែគាត់ថាបើបញ្ចេញម្នាក់ឯងអត់មានល្អមើលសម្រាប់យើងទប់យើងកាច់យើងបុកកែងបែបមិនអញ្ចឹងទៅណាបាទឥឡូវចេះខ្ញុំសូមឲ្យលោកគ្រូបញ្ចេញតែឯងសិនហើយលោកគ្រូបញ្ចេញហើយខ្ញុំនឹងបញ្ចេញជាមួយលោកគ្រូម្ដងព្រោះខ្ញុំចង់មើលក្បាច់ប៉ុន្តែនៅពេលលោកគ្រូបញ្ចេញមកខ្ញុំសូមតិចចឹងណាគ្រូចាឥឡូវបងប្អូនឥឡូវតាមដានលោកគ្រូបញ្ចេញតែឯងសិនតាក់ទងមួយស្នៀតឥឡូវខ្ញុំបញ្ចេញសូមបញ្ចេញចំហមួយសិននេះហៅថាហនុមានយាមទ្វារណាបងប្អូនណាហ្នឹងហើយហនុមានយាមទ្វារបាទយើងលើកជើងយើងឡើងយើងដាក់ចតុលអញ្ចេះយើងប្រើកែងដៃក្តាប់ហើយនេះដៃនេះដោយសារជើងនេះបងប្អូនខ្ញុំគណៈចរាចរអញ្ចឹងទៅអត់សូវខ្លាំងទេណាបងប្អូនណាអូបាទហៅថាហនុមានយាមទ្វារណាបងប្អូនណានេះចំហហ្នឹងអូខេហើយចំហមួយទៀតគឺចំហសេដាយុះនេះសម្រាប់ស្រាប់និងសេដាយុះបញ្ច្រាស់បងប្អូនអូខេសម្រាប់រងបាត់ទេបងប្អូនណាហ្នឹងហើយនេះសេដាយុះស្រាប់នេះសេដាយុះបញ្ច្រាស់បងប្អូនណាអូខេបាទចំហមួយទៀតគឺចំហអ្នកខ្លះគេហៅថាតាមល្បុក្កតោគេហៅផ្សេងខមយុទ្ធហៅផ្សេងដំណើរព្រាយបាទស្នៀតដំណើរព្រាយបងប្អូនដំណើរព្រាយស្នៀតនេះនៅក្នុងសភៅយុទ្ធគមខេមរៈខ្លាហោះរបស់លោកគ្រូច័ន្ទមន្ទឿនដំណើរព្រាយនេះសម្រាប់វាយទៀបបងប្អូនណាចា៎បាទសម្រាប់វាយទៀបឃើញទេបងប្អូនណាបិទនឹងសម្រាប់វាយក្រោមបងប្អូនណាហ្នឹងហើយដំណើរព្រាយអូខេចា៎ហើយនេះហៅថាស្រងាយពេនបងប្អូនណាស្រងាយពេនអូខេបើយើងឈរឲ្យចំពីមុខអញ្ចេះគឺអញ្ចេះបងប្អូនឃើញទេបងប្អូនណាស្រងាយពេននេះក្បាច់ស្រងាយពេនបងប្អូនណាឃើញទេអញ្ចឹងស្រងាយពេនគឺវាយបាន8ទ្វារបងប្អូនអូខេបាទថយក្រោយយើងជើងយើងនៅតែគាត់ថាយើងគ្រាន់តែប្រើថយអញ្ចឹងមកនេះមើលតន់បាទចា៎បាទអូខេឃើញទេថយក្រោយអូខេតោះឥឡូវចាប់ផ្ដើមលោកគ្រូស្រងាយពេនមិញហ្នឹងដូចក្បាច់ក្រមវងយើងមែនដូចក្បាច់ក្រមវងស្រងាយពេននេះស្រងាយពេនតែនេះទប់ក្លៀកណាបងប្អូនណាគេទាត់ក្លៀកមកយើងទប់ឲ្យលើទប់មុខឃើញទេផ្ទះខាងណាក៏បានដែរឆ្វេងស្ដាំអូខេហើយក្រោមលើក៏បានដែរណាចាលើក្រោមអូខេអូចាំមើលថាដល់ពេលគេវាយមកយើងទប់ចេះបាទអានេះខ្វៀងចេះបាទអូឥឡូវបងប្អូនឥឡូវលោកគ្រូបានបញ្ចេញឲ្យ3ស្នៀត4មិញណាតាក់ទងជាមួយមិញក្បាច់មិញខ្ញុំចាប់អារម្មណ៍តាក់ទងអីគេលោកគ្រូព្រាយមិញដំណើរព្រាយបាទដំណើរព្រាយនេះយើងប្រើដៃបែបនេះក៏បានដែរបងប្អូនណាដំណើរព្រាយបើអ្នកខ្លះគេហៅផ្សេងតែនៅក្នុងចំហខេមរៈខ្លាហោះសភៅខេមរៈខ្លាហោះរបស់យុទ្ធក្រមខមហៅថាដំណើរព្រាយបងប្អូន
ដំណើរព្រាយចាហ្នឹងហើយឥឡូវចេះកុំឲ្យខាត់ពេលយូរខ្ញុំសុំជាទូស្តាន់ជាមួយលោកគ្រូប៉ុន្តែខ្ញុំអត់សូវចេះលោកគ្រូសុំតិចចាអញ្ចឹងខ្ញុំវាយទៅក្នុងរូបភាពមួយណាក៏លោកគ្រូអាចរងបានដែរចាចង់ភ័យលោកគ្រូក្មេងឥឡូវខ្ញុំឈរជាជំហរស្រងាយពេលណាចាបាទអូខេតោះតាចាប់គឺចាប់ចេះផុតហើយឃើញទេបាទពេលដែលយើងចាប់ដៃគាត់ហើយជើងយើងនេះយើងអាចចូលទៅក៏បានឬក៏កែងឃើញទេកែងយើងបុកមុខអូខេចាទប់អញ្ចឹងល្អតែបើទប់អញ្ចឹងផុតបាទទប់កែងកុំទប់អញ្ចឹងទប់មិនទៅគ្រូទប់កែងត្រូវទប់ចេះវិញបច្រាស់ផុតឃើញទេមកវិញបឹងពេលដែលគេបុកកែងត្រង់យើងអត់អាចយកកែងទៅតឹងទៅទប់កែងហ្នឹងបានទេរត់ក្រោមគេបុកក្រោមទៅលើផុតលើអញ្ចឹងយើងចេះវិញបាទលាដៃដើម្បីឲ្យផុតគេបុកមកផឹងយើងគិតបន្តិចមកចកាកើមគេផឹងយល់ហើយបាទបងប្អូនឥឡូវខ្ញុំសុំម្ដងទៀតនេះស្នៀតទប់កែងបងប្អូនហ្នឹងហើយគ្រូជាច្រើនគ្រូអត់សូវមានគ្រូណាគេបញ្យល់ឲ្យពេញអញ្ចឹងទេបងប្អូនមិនលោកគ្រូចេញក្បាច់សញ្ញាប៉ែនប៉ុន្តែខ្ញុំបានប្រាប់គាត់ថាខ្ញុំចេញក្បាច់អីទេប៉ុន្តែលោកគ្រូបានបរៀនស្នៀតទប់កែងឥឡូវខ្ញុំចេញទៅម្ដងទៀតបាទចាលោកគ្រូអញ្ចឹងទប់អញ្ចឹងបាត់នេះដើម្បីកុំឲ្យគេចូលបាទចាហ្នឹងហើយលោកគ្រូបញ្ចេញសញ្ញាប៉ែនទៅទេអូខេឥឡូវលោកគ្រូអាចចេញក្រៅពីសញ្ញាប៉ែនវិញបានតាចាដំណើរព្រាយអូខេទៅហើយបាទខ្ញុំបានប្រាប់លោកគ្រូទេបាទកាច់បងប្អូនណានេះកាច់ជង្គង់ឃើញទេបងប្អូនកាច់កែងគេចាប់ហើយកាច់ជង្គង់ហោះសាមីដាល់ត្រង់នេះឃើញទេជង្គង់ឃើញទេដៃនេះបាក់ហើយជង្គង់ចុងដង្ហើមមួយទៀតប៉ុន្តែបើទប់របៀបទប់ជង្គង់កុំប្រើដៃលើទប់ត្រូវប្រើបាតដៃនេះវាមានសាច់អត់ឈឺទេឃើញទេបងប្អូនប៉ុន្តែបើយើងប្រើខ្នងដៃនេះគឺឈឺចំជង្គង់ឈឺអញ្ចឹងយើងប្រើបាតដៃនេះសាច់អញ្ចឹងទះទៅអត់ឈឺទេយល់ទេតែកុំប្រើខ្នងដៃពេកគឺយើងប្រើបាតដៃបាទអញ្ចឹងវាមានតែសាច់អាលាស់បាទហ្នឹងហើយឃើញទេអត់ទៅឡើងមកហើយអូខេលោកគ្រូសុំម្ដងទៀតបានទេលោកគ្រូមិញប្រាប់ខ្ញុំថាខ្ញុំទប់អានេះខ្ញុំដំបងខ្ញុំទប់អានេះខ្ញុំត្រូវទប់មិនពេលដែលគេផាត់អញ្ចឹងគេទប់អញ្ចឹងព្រោះដោយសារក្នុងគេអត់ដែរផាត់ដល់ក្នុងនេះទេគេទប់ពីក្រៅដើម្បីការពារកែងតែបើសិនជាយើងបុកយើងគេដាល់មកគេផាត់ទៅនេះយើងបុកកែងមកនេះឃើញទេយើងចាប់កែងចាប់កាច់ទៅហើយអូខេទះមកបាទអូខេហ្នឹងហើយទះហើយលើកដៃមកបិទការពារកែងពេលដែលយើងផាំងលើកដៃមកបិទមកកែងគេកដាតប៉ុន្តែកន្លែងគេកាច់នេះលោកគ្រូមិនបាក់ដៃបាត់ហើយបាក់ដៃហើយយើងថែមកែងមួយទៀតជង្គង់ហើយកែងទៀតប៉ុន្តែខ្ញុំអ្នកដែលត្រូវគេកាច់ហ្នឹងលោកគ្រូត្រូវបាក់បាត់អញ្ចឹងបើសិនជាយើងចង់ដោះរបៀបកាច់ហ្នឹងយើងមានវិធីសាស្ត្រមួយទៀតវិធីសាស្ត្រមិនទៅលោកគ្រូឧទាហរណ៍ថាកាច់ខ្ញុំចុះណាកាច់ខ្ញុំមកកាច់មិនរុញដៃហើយឥឡូវខ្ញុំទប់កន្លែងនេះខ្ញុំកាច់ចាប់កាច់អញ្ចេះណាចាប់កាច់ប្រវាក់ដៃណាអញ្ចឹងស្នៀតដែលត្រូវគឺយើងយកដៃយើងមកបិទខ្លួនយើងសិនដើម្បីកុំឲ្យគេកាច់បានទប់អញ្ចេះទៅកាច់អត់កាត់ទេសកត់ណែណាឃើញទេដល់ពេលយើងសកត់ដៃយើងហ្នឹងហើយគេកាច់អត់កាត់ទេណែណាឃើញទេនឹងស្នៀតទៅកាច់អញ្ចឹងបើសិនជាដឹងថាគេចាប់ដៃយើងពឹបហើយពឹបអានេះទប់បានទៀតជង្គង់កែយើងហ្នឹងគេបុកជង្គង់មកប្រើកែហ្នឹងរងជង្គង់ជំនួសយល់ទេអូខេយើងគាត់ណាយើងគាត់ណាពឹបមកឃើញទេគេកាច់យើងណាជង្គង់គេមកនេះកែយ៉ាងនេះហើយតាន់ចុះលោកគ្រូបើខ្ញុំប្រើកែងបាទស្នៀតកែងកាច់មានចង់ដាល់ប្រភេទអីប្រាប់ខ្ញុំរៀនស្នៀតកាច់អូខេនេះខ្ញុំអត់ដឹងថាគាត់វាយប៉ុន្តែបើសិនជាយើងវាយអញ្ចេះយកមកបិទមុខចេះហៅថាស្វាលាក់មុខបាទស្វាលាក់មុខអញ្ចឹងស្នៀតបិទស្វាលាក់មុខគឺមានស្នៀតកាច់កែងស្វាលាក់មុខបានមកចាំនេះលកាបាទនេះស្នៀតបិទនេះស្នៀតរងស្វាលាក់មុខឃើញទេបងប្អូនជាប់ក្លែជង្គង់យើងនឹងស្នៀតរងកែងតាន់សម័យហ្នឹងយើងបិទណាស្លូមកកុំឲ្យត្រូវនីលកានេះយើងបិទផ្លឹបឃើញទេបងប្អូននេះជាប់ក្លែបាត់ហើយនេះឃើញទេជង្គង់ផឹងចង់វាយអីផ្សេងក៏បានដែរតែប៉ុណ្្នឹងហើយអូខេចុះមានប៉ុន្មានក្បាច់ទៀតលោកគ្រូតាក់តមួយកែងខ្ញុំសុំមួយទៀតអូខេឥឡូវដល់កែងត្រង់បាទកែងត្រង់បាទហ្នឹងហើយនេះស្នៀតកិច្ចកែងត្រង់បងប្អូនណាគេដើរគេអុកមកហៅថានេះហៅនេះស្នៀតកែងត្រង់បងប្អូនណាហ្នឹងហើយស្នៀតកែងត្រង់បងប្អូនហនុមានហូតប្រខានណាបងប្អូនហនុមានហូតប្រខានសព្រះរាមបងប្អូនសំទោសព្រះរាមមិញហ្នឹងហនុមានលាក់មុខឥឡូវសព្រះរាមវិញនេះសព្រះរាមអូខេដើរសព្រះរាមមកត្រង់មកបាទអូខេហ្នឹងផឹងអញ្ចឹងយើងអាចឲ្យគេអញ្ចឹងបានទេនេះឃើញទេយើងប្រើសង្ហែពេនណាចា៎បាទសង្ហែពេនផ្ទះផឹងឃើញទេបងប្អូន
នេះដំណើរព្រាយសំទោសណាបងប្អូនណាមកគេដើមកែងគេដើរក្បាលមកផឹងឃើញទេតុប ចង់ខ្លាំងដែរ ឃើញទេនេះឃើញទេបងប្អូន ចា ឃើញទេដួលបើសិនជាអាចដួលបានទេអត់ទេអាចដួលបានខ្ញុំទាញបដួលបន្តិចទៅដួលហើយអូខេខ្ញុំមកធានទាញឲ្យដួលអូខេអាហ្នឹងសម្រាប់គេបុក បាទសប្ររៀមសម្រាប់កែងតោះមួយទៀតនេះហៅថាមច្ឆាកលែងខ្លួន មកឆាកន្លែងខ្លួន បាទនេះហៅថាមច្ឆាកលែងខ្លួននេះផាំងឃើញទេកាប់មួយផាំងហើយខ្លាំងមកផាំងទៀតនេះបិទឡើងនេះផងនឹងស្រៀបកែងបាទ អូគ្រូបង្ហាញពីក្បាច់ព្រោះអីមកខ្ញុំចាប់អារម្មណ៍ចាក់តមួយក្បាច់ដំណើរព្រាយចាហើយនឹងមួយទៀតលោកគ្រូមួយទៀតស្អីគេកែងមិញបាទមច្ឆាកលែងខ្លួន មច្ឆាកលែងខ្លួនឥឡូវខ្ញុំសូមឲ្យលោកគ្រូបង្ហាញពីដំណើរព្រាយប៉ុន្តែខ្ញុំដាក់កែងទៅលោកគ្រូភ័យមួយមកអត់អីទេឃើញទេបងប្អូននេះដំណើរព្រាយចាប់កន្លែងនេះហើយចាប់កាច់គាត់មកអូយអូខេសុំទោសធ្ងន់មៀតគាត់ធ្ងន់ពេកសនិតនេះនឹងធ្វើយឺតទេបងប្អូនបើធ្វើលឿនជាងនឹងទៀតផាំងអោកជង្គង់ទៅលើផឹងណាបងប្អូនណាពេលតែគាត់ដួលហើយទៀតថាសុំទោសបើសិនជាខ្ញុំដួលមិញបើវិធីសាស្ត្រក្នុងការយើងកុំឲ្យដួលយើងធ្វើម៉េចវិធីសាស្ត្រកុំឲ្យដួលពេលដែលគេប៉ះជើងយើងត្រូវដកជើងទៅក្រោយបាទឧទាហរណ៍ថាអីជើងអត់អីទេចាកែងមក កែងចេះមកអូខេកែងអញ្ចឹងមកណាហត់នេះប៉ះផឹបដកជើងត្រូវដកជើងទៅក្រោយដកយើងឲ្យលឿនបាទអត់ទេដកចេះមើលស្នៀតជើងខ្ញុំហ៎ឃើញទេពេលគាត់គេប៉ះពឹបយើងឲ្យលះចេះឃើញទេចេះហ្នឹងបាទឃើញទេអូខេឥឡូវសូមម្ដងទៀតលោកគ្រូអានេះកុំឲ្យដួលលោកគ្រូដោយសារខ្ញុំចង់សូមជើងហ្នឹងហើយអូខេចាអញ្ចឹងមកផឹងនេះកន្លែងនេះបាទអូខេឃើញទេបាទលូកគាត់គេលូកយើងដឹងមកស្មាគេមើលស្មាគាត់គេអោស្មាដឹងតែគេចាប់ជើងយើងមកហើយអញ្ចឹងយើងដកជើងចេញឲ្យទៅកុំឲ្យដួលម្ដងទៀតប៉ុន្តែសូមអត់ដួលលោកគ្រូបាទអូខេឃើញទេផុតបាត់អញ្ចឹងមកកដាមុខនឹងដៃនឹងក្តាប់មកកដាមុខវិញផឹងនោះដៃនោះដៃនេះវិញហ្នឹងហើយកដាមុខវិញមកបាទផឹងមកជង្គង់វិញក៏បានដកជើងហើយយើងដកជើងយើងហើយជង្គង់មកវិញមុខគេនឹងមកជង្គង់មកចេះបាទហ្នឹងហើយអូខេអាចវាយតាមយើងដែរនេះអូខេឥឡូវមិញហ្នឹងបងប្អូនបានឃើញតាក់ទងជាមួយនឹងដំណើរព្រាយឥឡូវខ្ញុំសុំលោកគ្រូមកក្បាច់ចុងក្រោយគឺក្បាច់កែងតាក់ទងជាមួយនឹងមច្ឆាកលែងខ្លួនបាទអូខេឥឡូវខ្ញុំចេញទៅដដែលប៉ុន្តែខ្ញុំដាល់មកចង់ឈឺអូខេដាល់ទៅបាទដាល់មកនេះគឺច្បាច់មច្ឆាកលែងខ្លួនណាបងប្អូនណាយើងអាចរងពីក្នុងក៏បានពីក្រៅក៏បានយើងអាចរងពីក្នុងមើលឲ្យតាន់ស្នៀតរងក្រៅគេចាប់ឲ្យផុតកែងស្នៀតរងក្នុងគេចាប់ឲ្យដល់កដៃហើយគឺយើងត្រូវបុកកែងមួយឃើញទេបងប្អូនឃើញទេអានេះយើងត្រូវរងមិនលោកគ្រូបាទពេលដែលគេបុកកែងអញ្ចឹងគឺយើងអាចរងអញ្ចឹងបានតែដូចខ្ញុំប្រាប់មិញអញ្ចឹងបច្ច្រាស់កែងគេមកកែងត្រូវហើយបាទហ្នឹងហើយផុតហើយណាចាឃើញទេចេះទៅបាទអញ្ចឹងយើងទុកចេះវិញយើងផ្សំចេះវិញដើម្បីកុំឲ្យគេឡើងមុខយល់ទេអូខេតោះឧទាហរណ៍ថាផឹងឃើញទេអូខេតោះដល់សម័យបាទឃើញទេនេះមួយគេឡើងកែងមកយើងទុបអត់ទេទុបវិញមិញកម្មវិធីកូនអត់ទេអត់ត្រូវទេក៏ប៉ះច្រមុះទេតែគាត់ថាគាត់ទុបខុសអញ្ចឹងពិបាកយើងបញ្ចេញបើយើងវាយមែនតើវាស្រួលទី1គឺយើងទុបបាត់ដល់នេះចាបាទបាត់អញ្ចឹងដើម្បីឲ្យគេចេញផ្កាញ់ផុតអញ្ចឹងមកឃើញទេចាអូខេទី2យើងត្រូវបាត់ឡើងនេះយើងបាត់ដើម្បីទប់កែងគេបកឡើងទៅមុខយើងអញ្ចឹងយើងអាចទប់មុខបានណាបាត់អញ្ចឹងក៏បានដែរឃើញទេបាត់ចេះមែនគ្រូហ្នឹងហើយអញ្ចឹងផុតកែងគេហើយណា1 2អញ្ចឹងយើងបាត់ហោះ1យើងបាត់ចេះណាបាត់ផុត1ហើយ2ឃើញទេហ្នឹងហើយអូខេចុះលោកគ្រូវាយខ្ញុំវិញមិញមែនអូខេឥឡូវខ្ញុំគិតថាវីដេអូប៉ុណ្នេះក្បោះក្បាយបងប្អូនព្រោះលោកគ្រូចេញមួយច្បាស់ហើយតើតើជាមួយនឹងដំណើរព្រាយហើយនឹងមច្ឆាកលែងខ្លួនអូអស្ចារ្យមែនតើក្បាច់នេះក្នុងវីដេអូរបស់ខ្ញុំអត់តែតន់មានជួបអ្នកគ្រូលោកគ្រូឬក៏ចាស់ព្រឹទ្ធាចារ្យណាអញ្ចឹងវីដេអូនេះគឺប្លែកហើយថ្មីមែនតើខ្ញុំសង្ឃឹមថាបងប្អូនប្រកាសជាមើលតន់ហើយអាចយកក្បាច់យ៉ាងនេះយកទៅអនុវត្តឬក៏ហាត់នៅផ្ទះបានអញ្ចឹងលោកគ្រូឥឡូវវីដេអូនេះក៏វារៀងវែងដែរហើយក៏រៀងល្ងឹតដែរអញ្ចឹងលោកគ្រូអញ្ចឹងជាចុងក្រោយលោកគ្រូមានជាសារដើម្បីបានផ្ញើទៅបងប្អូនប្រជាជនពុកម៉ែបងប្អូនឬក៏យុវជនដែលវ័យសវាក្រមបងឬក៏ផែបងអញ្ចឹងណាបងចាហ្នឹងហើយសូមជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនឬក៏ក្មេងៗចំនួនក្រោយបងប្អូនចាប់ពីអាយុ
យើងអាចហាត់ពី14ឆ្នាំឡើងទៅក៏ល្អដែរនាំគ្នាហាត់ក្បាច់គុណទៅដើម្បីទី1ការពារសុខភាពទី2យើងការពារខ្លួនរបស់យើងពេលដែលយើងទៅណាទៅណីទី3យើងអាចពង្រីកវប្បធម៌ក្បាច់គុណរបស់យើងផ្សេងនិយាយចំទៅកុំឲ្យបាត់បង់ក្បាច់គុណបុរាណខ្មែររបស់យើងហ្នឹងហើយបងប្អូនទាំងល្បុក្កតោទាំងខំយុទ្ធទាំងអីគឺយើងត្រូវវឹកហាត់ទាំងអស់ព្រោះជាក្បាច់គុណរបស់ខ្មែរយើងទាំងអស់គ្នាបងប្អូនហ្នឹងហើយអរគុណច្រើនចាហ្នឹងហើយបងប្អូនទាំងអស់គ្នាដោយលោកគ្រូមានប្រសាសន៍អញ្ចឹងឯងមានតែយើងឯងមានតែខ្មែរជួយខ្មែរហើយខ្មែរចូលរួមអភិរក្សដូចជាការពារវប្បធម៌ដូចជាក្បាច់គុណដ៏ចំណាស់ដែលបុព្វបុរសយើងបន្សល់ទុកឲ្យអញ្ចឹងបើសិនជាយើងអត់ខ្វាយខ្វល់អត់ល្វីល្វល់ឃើញតែគ្រប់ត្រអត់មានការចូលរួមទេក៏វាអត់បានគង់វង្សដែរអញ្ចឹងណាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងហើយអរគុណច្រើនលោកគ្រូអរគុណច្រើនជំរាបលាចា